រឿងនាយចន្ទៈសូការិកៈព្រះសម្មាសម្ពុទ្ធទ្រង់ប្រារព្ធចំពោះបុរសម្នាក់ដែលជាអ្នកសម្លាប់ជ្រូកឈ្មោះចន្ទៈសូការិកៈបុរសនោះជាមនុស្សគ្មានសិលប្រាសចាកចិត្តមេត្តាតែងតែសម្លាប់ជ្រូកយកសាច់លក់រហូតអស់55ឆ្នាំដោយមិនបានធ្វើបុណ្យដាក់ទានបន្តិចសោះឡើយដោយបាបកម្មដ៏កាចសាហាវដែលគាត់បានធ្វើនៅពេលគាត់ជិតធ្វើមរណកាលសេចក្តីក្តៅក្រហាយអន្ទះអន្ទែងដូចជាត្រូវភ្លើងឆេះក្នុងអវិជ័យនរកកើតឡើងចំពោះគាត់ធ្វើឲ្យគាត់រួលរាលឬបំរាស់ស្រែកដូចជាសត្វជ្រូកដែលគាត់ត្រូវសម្លាប់ដោយចាក់ទឹកក្តៅច្រកក្នុងមាត់និងកាប់សម្លាប់ជាដើមទុក្ខវេទនាកើតឡើងដល់គាត់រហូតដល់7ថ្ងៃទើបធ្វើមរណកាលទៅសោយទុក្ខក្នុងអវិជ័យនរកមុនពេលគាត់ស្លាប់ភិក្ខុសង្ឃទាំងឡាយនិមន្តទៅបិណ្ឌបាតតែងឮសំឡេងចេញពីផ្ទះនោះដូចជាជ្រូកដែលកំពុងត្រូវគេកាប់ប្រហារពេលភិក្ខុក្រាបទូលចំពោះព្រះសម្មាសម្ពុទ្ធព្រះអង្គបានត្រាស់ថាសំឡេងនោះមិនមែនជាសំឡេងជ្រូកស្រែកទេតែជាសំឡេងរបស់នាយចន្ទៈសូការិកៈដែលសោយទុក្ខវេទនាមុនពេលនឹងធ្វើមរណកាលបន្ទាប់មកបានព្រះសម្មាសម្ពុទ្ធសម្ដែងប្រគាថាអិធៈសោចតិបេចៈសោចតិបាបការីឧបយដ្ឋៈសោចតិសោចតិសោវិហញ្ញតិទិស្វាកម្មកេលតមតណោបុគ្គលដែលធ្វើអំពើបាបតែងសោយសោកក្នុងលោកទាំងពីរគឺក្នុងលោកនេះផងក្នុងលោកខាងមុខផងបុគ្គលនោះតែងសោយសោកក្តៅក្រហាយព្រោះបានឃើញអំពើសៅហ្មងដែលខ្លួនបានធ្វើហើយព្រះអង្គដាស់តឿនឲ្យយើងជៀសវាងអំពីអំពើអាក្រក់ពីព្រោះអំពើអាក្រក់នោះអាចផ្ដល់ផលជាទុក្ខក្នុងពេលបច្ចុប្បន្នជាតិផងអាចផ្ដល់ផលជាទុក្ខនៅក្នុងអនាគតជាតិផងអ្នកខ្លះអាចរត់គេចពីផលនៃកម្មនោះក្នុងពេលបច្ចុប្បន្នជាតិបានខ្លះដែរប៉ុន្តែកម្មនោះនឹងរត់តាមបុគ្គលនោះដូចជាស្រមោលអន្ទោលតាមប្រាណដូច្នោះ